នេះគឺជាអង្គដែលថ្លៃជាងគេនៅលើលោកត្រឹមតែ1គីឡូមានតម្លៃរហូតទៅដល់$200វាត្រូវបានគេឲ្យឈ្មោះថាអង្គបៃតងឫស្សីលោកអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាអង្គនេះមានពណ៌បៃតងតាមពិតទៅវាបានធ្វើឲ្យមនុស្សជាច្រើនគិតថាវាអាចនឹងពាក់ព័ន្ធជាមួយនឹងឫស្សីឬក៏ប្រហែលជាវាមានក្លិនស្រស់ៗដូចឫស្សីទេដឹងតែមែនទេថាតើអង្គបៃតងនេះគេផលិតចេញអំពីឫស្សីពិតមែនឬអង្គបៃតងគឺមានពណ៌ស្រស់ស្អាតនិងទាក់ទាញភ្នែកធ្វើឲ្យអ្នកទិញភាគច្រើនចង់សាកក៏ប៉ុន្តែមនុស្សចិនជាច្រើនបាននិយាយថាដំបូងគឺពួកគេចាប់អារម្មណ៍ក៏ប៉ុន្តែចុងក្រោយវិញគឺរសជាតិនោះវាប្លែកខ្លាំងណាស់ហើយក្លិនក៏ចម្លែកដែលមិនអាចពិពណ៌នាបានរូបរាងនិងសំណើមរបស់វាគឺខុសអំពីអង្គធម្មតាមនុស្សខ្លះបាននិយាយថាគឺមិនអាចទទួលយកបានទេរសជាតិបែបនេះដូច្នេះហើយគេតែងតែសង្ស័យថាតើអាចនឹងមានការ fake ឬក៏ការខ្លែងបន្លំនៅពីក្រោយនៃរឿងអង្គឫស្សីនេះមែនទេអ្នកខ្លះគិតថាអង្គឫស្សីនេះមិនមែនជាអង្គធម្មជាតិនោះទេក៏ប៉ុន្តែគឺដោយសារតែគេយកអង្គថោកទៅចាក់ពណ៌ថែមបន្ទាប់មកគេវេចខ្ចប់ឡើងវិញហើយលក់វាថាជាអង្គធម្មជាតិអំពីឫស្សីវារឹតតែធ្វើឲ្យអ្នកប្រើប្រាស់នឹងគឺច្រឡំហើយនឹងប៉ះពាល់ដល់ភាពស្មោះត្រង់នៃទីផ្សារផងដែរសប្តាហ៍ថ្ងៃនេះគឺផលិតផលចម្លែកថ្មីជាច្រើនតើពួកយើងគួរធ្វើដូចម្តេចដើម្បីស្គាល់ថាតើអ្វីទៅគឺជារបស់ពិតនិងអ្វីទៅជារបស់ខ្លាំងតើរឿងថ្មីទាំងអស់នោះគួរឲ្យជឿឬទេឬក៏គួរឲ្យប្រុងប្រយ័ត្ននិងសង្កេតឲ្យបានច្រើនមុននឹងចាប់ផ្ដើមទិញតើលោកអ្នកគិតយ៉ាងណាដែរចំពោះអង្គឫស្សីនេះវាជាសម្បត្តិនៃធម្មជាតិបៃតងមែនទេឬក៏វាគ្រាន់តែជាការបោកប្រាស់ដែលបន្លំអង្គនេះទៅជាអង្គថ្លៃប្រហែលជាលោកអ្នកអាចសាកល្បងក៏ប៉ុន្តែសាកតិចយើងនឹងអាចដឹងថាតើវាពិតឬក៏មិនពិតតើលោកអ្នកនឹងសាកល្បងមួយម៉ាត់ទេដើម្បីបង្ហាញអំពីអាចកំបាំងរបស់វា